Ok, phục mai bằng bốnថ្ងៃនេះយើងនឹងរៀនបន្តទាក់ទងនឹងការបង្កើតវិញ្ញាសាតាមរយៈ Canvas ហើយនៅក្នុងគោលបំណងនៃការបង្កើតវិញ្ញាសានេះគឺយើងនឹងរៀនការបង្កើតទាក់ទងហើយនឹងការបង្កើតជា comprehension question យើងបង្កើតទៅជាtrue false statement អញ្ចឹងដំបូងយើងត្រូវទៅចូលនៅក្នុងអត្ថបទរបស់យើងមួយសិនអូខេខ្ញុំចូលទៅមើលក្នុងអត្ថបទរបស់ខ្ញុំមួយអញ្ចឹងក្នុងនេះខ្ញុំនឹងបំលែងខ្ញុំប្រើ AI ដើម្បីជំនួយបាទខ្ញុំយកអានេះដើម្បីបង្កើតទៅជា true false statement អញ្ចឹងដំបូងយើងត្រូវ copy text នេះមកហើយបន្តមកទៀតយើងត្រូវបើកAI ដើម្បីជាជំនួយក្នុងការបង្កើត true false statement នេះអញ្ចឹងយើង copy text នេះចូល please create 10 true false statement based on the text above for primary one learnersអូខេអញ្ចឹងយើងយក choice true false statement បាទអញ្ចឹងយើងយកនៅក្នុងនេះវា update ថ្មីនៅក្នុង AI នេះវា update ថ្មីយើងចង់យក feature បែបខាងឆ្វេងក៏បានខាងស្ដាំក៏បានឥឡូវខ្ញុំយកខាងស្ដាំយើងបំពេញ true false នៅខាងក្រោមបាទនៅខាងក្រោយបាទអញ្ចឹងយើង copy មកយើង copy អានេះបាទចូលចេះមកហើយយើងមក paste ដាក់នៅក្នុងមេរៀននេះរបស់យើងឥឡូវយើងដូរ highlight ពណ៌សិនខ្ញុំយកពណ៌ខៀវអូខេអានេះខ្ញុំដាក់ true false statement អូខេអានេះយើង select ចេះមកហើយយើងដាក់ជា serial number អញ្ចឹងនៅក្នុងនេះយើងត្រូវសរសេរ instruction write true or false ខ្ញុំលុបនេះចោលខ្ញុំលុបនេះចោលដែរអូខេចឹងបានហើយយើងមកមើលនៅក្នុង AI នេះវិញឲ្យវា provide answer please provide answer key ចឹងពីលេខ1ដល់លេខ10នេះវា provide answer key ហើយយើង copy paste ដាក់ខាងក្រោមយើងដាក់ answer key បាទចឹងគឺងាយស្រួលអូខេចឹងបន្ទាប់មកយើងត្រូវ copy text នេះដាក់ចូលនៅក្នុងលំហាត់របស់យើងខ្ញុំ copy នេះមកហើយខ្ញុំចូលនៅកន្លែងនេះបាទអញ្ចឹងខ្ញុំចូល home វិញ
កន្លែងនេះខ្ញុំអត់ទាន់បានបញ្យល់លោកគ្រូអ្នកគ្រូលំអិតបន្ថែមទេខ្ញុំបង្កើតមេត្តាបង្កើតមេរៀនសិនបាទអញ្ចឹងនៅក្នុងនេះគឺតកតងនឹង true false statement អូខេអញ្ចឹងយើងអាចបង្កើតដាក់នៅក្នុងមេរៀនកន្លែងណាក៏បានដែរឥឡូវខ្ញុំដាក់ចូលនៅក្នុង grammar for young learners អូខេអញ្ចឹងខ្ញុំ scroll ចុះមកក្រោមនេះមកខ្ញុំចុចនៅកន្លែងអានេះ reading អូខេអញ្ចឹងយើងដាក់នៅក្នុង reading នេះវិញនេះយើងបង្កើតជា page សិនចូល page ចូល create page កន្លែងនេះយើងដាក់my favorite toys បាទយើងបង្កើតមកវាឃើញ load នៅខាងក្រោមគេទាំងអស់នេះអញ្ចឹងយើងចូលនេះមកហើយបន្តមកទៀតយើងចុចលើពាក្យ edit បាទក្នុងនេះយើងអាច upload រូបភាពនេះមិនបាននៅលើ desktop នេះយើងចុចលើ desktop មកយើងអូសចូលមកក្រោមមកយើងឃើញរូបភាពនេះបាទអញ្ចឹងយើង upload រូបភាពនេះចូលដែរមកហើយយើងដាក់អត្ថបទនៅខាងក្រោមបាទអញ្ចឹងយើង copy text នេះមកបាទ copy text នេះម្ដងទៀតយើងបញ្ចូល text នៅខាងក្រោមនេះអញ្ចឹងកន្លែងនេះយើងអាចបំលែងខ្លីៗក៏បានបាទហើយបន្ទាប់មកយើងអាចពង្រីកឲ្យធំមកដល់ទំហំមួយដែលយើងចង់បានអូខេអញ្ចឹងដោយសារនៅក្នុងកម្មវិធីនេះខ្ញុំប្រើ American English អញ្ចឹងពាក្យ British English បែបនេះគឺវាចេញ highlight ពណ៌ក្រហមយើងអាច edit ក៏បានយើងមិន edit ក៏បានអីអត់មានជាបញ្ហាទេអូខេអញ្ចឹងយើងបង្កើតនេះបានហើយយើងយកពាក្យ save បាទអញ្ចឹងវាមានរូបភាពបែបនេះហើយវាមានអត្ថបទនៅខាងក្រោមបែបនេះយើងអាច upload audio នេះចូលក្នុងនេះទៀតក៏បានដែរអូខេអញ្ចឹងក្នុងគោលបំណងខ្ញុំនេះគឺខ្ញុំបង្កើត true false statement អញ្ចឹងខ្ញុំអូសចុះមកក្រោមមកខ្ញុំចុចនៅកន្លែងនេះខ្ញុំយក option នេះដាក់quiz យើងយក create quiz បាទ create quiz នេះខ្ញុំដាក់ true false statement អូខេបន្ទាប់មកយើងយកពាក្យ indent level 1យើងយក add item បាទអញ្ចឹងយើងបានហើយនេះ true false statement យើងចុច publish សិនហើយចុចបើកលើវាមកចុច click លើវាហើយបន្តមកទៀតយើងយកពាក្យ edit បាទ edit ហើយយើងត្រូវ copy instruction នេះយើងសេខ្លីៗបែបនេះក៏បានដែរ write true or false ក្នុងនេះយើងអត់មានសរសេរទេគឺយើង choose true or false យើងអាចសរសេរ instruction តាមទៀតក៏បានដែរ read the story again and choose true or false ហើយយើង highlight ឲ្យធំតិចមកបាទហើយក្នុងនេះយើងអនុញ្ញាតឲ្យគាត់ធ្វើត្រឹម10នាទីយើងអនុញ្ញាតឲ្យគាត់ធ្វើ2ដងបាទយើងចាំ save ពេលក្រោយក៏បានដែរកន្លែងនេះយើងរំកិលមកខាងលើមកយើងយក
យកកន្លែង question ណាបាទយើងយក question ហើយយើងយកកន្លែង new question បាទចុចលើសញ្ញាលេខបូក new question មកហើយ option ខាងលើនេះយើងមាន question ហើយនៅក្នុងនេះយើងមាន option multiple choice យើងដូរពីពាក្យ multiple choice មក true false បាទអូខេអញ្ចឹង true false statement កន្លែងនេះយើងកុំពិបាកក្នុងការសរសេរច្រើនយើង copy សំណួរនេះមកបាទឬក៏statement នេះមកយើង select ពេលឲ្យយើងធំតិចមកដើម្បីកូនសិស្សងាយស្រួលក្នុងការអានបាទអញ្ចឹងចម្លើយមួយនេះជាចម្លើយត្រឹមត្រូវពិតឬក៏មិនពិតអូខេ false អញ្ចឹងយើងដូរ option ពី true មក false វិញអូខេអញ្ចឹងក្នុងនេះយើងអាចកំណត់ពិន្ទុដោយខ្លួនឯងបានយើងចូល question number 2អូខេអញ្ចឹងយើងមើលចម្លើយក្នុងនេះសិន number 2 true number 3 false អញ្ចឹង true ត្រូវហើយយើងទៅ copy សំណួរបន្តទៀតគឺសំណួរទី3បាទហើយយើង select នេះមកហើយដាក់18យើងធំអូខាងលើនេះយើងអាច edit បានដាក់hìnhធំតិចមក18ដើម្បីកូនសិស្សស្រួលមើលយើង update នៅពេលដែលលោកគ្រូអ្នកគ្រូចូលទៅ edit វាឡើងវិញចុចលើសញ្ញាប៊ិចនេះសញ្ញា pencil នេះ edit this question ហើយយើងអាចកំណត់ font ឲ្យធំហើយដូចគ្នាសំណួរទី3នេះគឺ true ដូចគ្នាដែរយើង update ក៏បានមិន update ក៏បានដែរហើយនេះយើង update ទៅមិន update វានឹង update ឲ្យយើងដដែលទេអូខេអញ្ចឹងសំណួរបន្តសំណួរទី4អូទី3 false អញ្ចឹងទី3 false យើងចូលទៅកែវិញណាយើងចូលចុចនៅកន្លែងសញ្ញាប៊ិចនេះចូលទៅវិញមកហើយយើងដូរពី true ទៅជា false បាទយើង update វិញសំណួរទី2បាន true អញ្ចឹងយើងមើលសំណួរទី2នេះ true ត្រូវហើយបាទត្រឹមត្រូវហើយអូខេអញ្ចឹងយើងទៅសំណួរបន្តសំណួរទី4សំណួរទី4 true បាទអញ្ចឹងយើង copy paste នេះមកហើយយើង select លើវាពង្រីកអក្សរទំហំឲ្យយើងធំបន្តិចមក true បាទអញ្ចឹងយើងចូល next question សំណួរទី5យើងមើលចម្លើយមើល false ទី5គឺ false យើងកំណត់ពិន្ទុនេះហើយអូខេទំហំនេះយើង select សិនណាបងប្អូន select វាហើយបានកំណត់ឲ្យវាធំទៅតាមអ្វីដែលយើងចង់បានទី5ហ្នឹងគេទី5 false ទី1 false អូខេអញ្ចឹងយើងដូរ option មក false ហ្នឹងមកទី6អូខេយើង select ម្ដងទៀតទី1នេះក៏ false ដែរអូខេដូរ false ទី6ហើយចូលទី7ទី7 true or false ទី7 true អញ្ចឹងទី7 select មកហើយលោកគ្រូអ្នកគ្រូពង្រីកទំហំអក្សរដែលយើងចង់បានទីប្រហែលយើងមើលសំណួរទី7 true ទី8 false អូខេ true ត្រឹមត្រូវហើយយើងចូលទី8ទី8 true or false ទី8 false បាទ false អូខេយើងកំណត់នេះមកហើយយើង update ក៏បានឬយើងយក new question ក៏បានដែរវានឹង update ឲ្យយើងនៅស្វ័យប្រវត្តិអូខេទី9ក៏ false ដែរ select ទៅវាមកកំណត់យកទំហំ18ទី9នេះក៏ false ដែរបាទហើយសំណួរចុងក្រោយគឺសំណួរទី10គឺត្រឹមត្រូវ
ចឹងយើងចូល copy text នោះមក select លើវាហើយកំណត់ទំហំបាទយកប៉ុណ្ណាហើយយកពី true បាទត្រឹមត្រូវហើយយើង update question ចឹងយើង update មកយើងមើលខាងលើមើលបន្ទុកវាបាន20បន្ទុកវាត្រូវចឹងក្នុងមួយសំណួរបាន2បន្ទុក10សំណួរបាន20បន្ទុកចឹងរួចរាល់ជាការស្រេចក្នុងការបង្កើត true false statement ហើយយើង save បន្ទាប់មកយើងចុចលើ preview បាទចុចលើ preview មកយើងនឹងឃើញ feature តម្រងក្នុងនេះវាមានសំណួរទាំងអស់គឺវាមាន10សំណួរបាទឃើញវាចេញតម្រងបែបនេះ true false statement អូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ